$30,000 ជាងតម្លៃនៅកម្ពុជារឹងមាំតានធន់កម្រិតយោធាកម្លាំងខ្លាំងជីបែបប្រចាំថ្ងៃក៏បានជីបែបអស់រ៉ូតក៏បានហើយនោះជា all new model ថ្មី GTV រាជសីហ៍ ជាមោទនភាពមួយដែរសម្រាប់ប្រទេសកម្ពុជាយើងដែលមានរោងចក្រដំឡើងជាមួយនឹងរថយន្តដែលមានសមត្ថភាពរឹងមាំធន់តាន់កម្រិតយោធាអាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវនិងជាផ្នែកមួយជួយលើកស្ទួយវិស័យរថយន្តក្នុងប្រទេសកម្ពុជាយើងផងដែរសម្រាប់ GTV រាជសីហ៍គឺជានិមិត្តរូបនៃពាក្យថាខ្មែរអាចធ្វើបានដែលបង្ហាញថាធនធានមនុស្សនិងបច្ចេកទេសរបស់កម្ពុជាបានឈានដល់កម្រិតមួយដែលអាចដំឡើងរថយន្តដ៏រឹងមាំនិងមានគុណភាពមិនចាញ់បរទេសឡើយគ្រាន់តែឈ្មោះរាជសីហ៍ក៏បានបង្កប់នូវអត្ថន័យជ្រាលជ្រៅនៃអំណាចភាពអង់អាចនិងភាពជាអ្នកដឹកនាំដែលជាសក្ខតំណាងឲ្យធម្មពលនៅក្នុងវប្បធម៌របស់ខ្មែរវាបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃតួរថយន្តដែលអាចជំនះគ្រប់ឧបសគ្គផ្លូវលំបាកបាននៅក្នុងប្រទេសយើងសម្រាប់អត្ថន័យលេខ212គឺជាកិច្ចដំណើរនៃរថយន្តប៉ង2 4x4 ម៉ាកសញ្ញាតំណាងឲ្យភាពធន់ភាពសាមញ្ញបំផុតនៃគ្រឿងម៉ាស៊ីនសម្រាប់សាក់ស៊ីរបស់ GTV រាជសីហ៍គឺបានប្រើប្រាស់ជាមួយនឹងសាក់ស៊ីប្រភេទរថយន្ត Off-road Body on Frame ដ៏រឹងមាំតាន់ធន់កម្រិតយោធាដោយលោហៈដែលប្រើគឺជាលោហៈដែលរឹងមាំបំផុតប្រភេទ High Strength Steel ដែលផ្ដល់នូវភាពរឹងមាំធន់ស័ក្តិសមបំផុតក្នុងការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវមិនថាផ្លូវធម្មតាឬក៏ផ្លូវ Off-road ឡើយរីឯតួរថយន្តវិញគឺបានប្រើប្រាស់លោហៈដែលធន់ខ្លាំងនិងអាចទប់ទល់នឹងកម្លាំងបានរហូតដល់ 1500 MPa ឯណោះសម្រាប់ម៉ាស៊ីនគឺ GTV រាជសីហ៍បានប្រើប្រាស់ជាមួយនឹងស្ដេចម៉ាស៊ីនម៉ាស៊ូរបស់អាមេរិកនោះគឺម៉ាស៊ីន Comin 2.0 liter turbo ដែលម៉ាស៊ីន Comin ត្រូវបានគេទទួលស្គាល់ថាគឺជាម៉ាស៊ីន low and torque ខ្ពស់មានន័យថាកម្លាំងរមួលដែលខ្លាំងតាំងពីជុំទាបហើយក៏ល្បីល្បាញខាងបច្ចេកវិទ្យាម៉ាស៊ីន diesel ឬក៏ម៉ាស៊ីនម៉ាស៊ូដែលមានអាយុកាលច្រើនជាង100ឆ្នាំមកហើយសម្រាប់កម្លាំងសេសវិញគឺរាជសីហ៍អាចផលិតបានរហូតដល់168សេសឬក៏125 kW ជាមួយនឹងកម្លាំងរមួល415 Nm ផងដែរសម្រាប់ប្រអប់លេខវិញគឺ GTV រាជសីហ៍បានប្រើប្រាស់ប្រអប់លេខប្រភេទ ZF8AT ឬក៏8 Speed Automatic Transmission ហើយប្រអប់លេខនេះគឺជាប្រអប់លេខដែលគេទទួលស្គាល់ថាគឺជាស្ដេចប្រអប់លេខអូតូក្នុងពិភពនៃរថយន្តទំនើបប្រអប់លេខនេះត្រូវបានយកទៅប្រើប្រាស់ចាប់ពីឡានសេដានធម្មតារហូតដល់ Supercar និង Off-road ខ្លាំងៗដូចជា BMW, Audi, Porsche, Lamborghini, Rolls-Royce ក៏ដូចជា King of the Off-road នោះគឺ Land Rover Defender ផងដែរចំណុចខ្លាំងរបស់ប្រអប់លេខ ZF8AT នេះគឺវាអាចដូរលេខក្នុងរយៈពេលត្រឹមតែ200 millisecond តែប៉ុណ្ណោះដែលល្បឿនប៉ុណ្ណេះគឺវាលឿនជិតស្មើនឹងប្រអប់លេខដួលខ្លាច់បាត់ទៅហើយក៏ប៉ុន្តែវាមានភាពរលូននិងស្មូតជាងប្រអប់លេខដួលខ្លាច់លើសពីនេះទៅទៀតប្រអប់លេខមួយនេះមានសមត្ថភាពអាចដូរលេខរំលងវគ្គពីលេខ8មកលេខ2ភ្លាមៗនៅពេលដែលអ្នកជន់ហ្គាបបង្កើនល្បឿនខ្លាំងដែលធ្វើឲ្យរថយន្តមានសន្ទុះខ្លាំងភ្លាមៗមិនតែប៉ុណ្ណោះប្រអប់លេខមួយនេះក៏បានជួយកាត់បន្ថយនៅការស៊ីប្រេងឥន្ធនៈប្រហែល 11% បើធៀបទៅនឹងប្រអប់លេខ6វគ្គធម្មតារីឯមុខងារបើកបរវិញគឺមានរហូតដល់10ជម្រើសឯណោះរាប់ចាប់តាំងពី Standard, Eco, Sport, Snow នៅមុខងារបើកបរលើផ្លូវពិបាកឬក៏ផ្លូវ Off-road យ៉ាងច្រើនទៀតផងដែរជាមួយនឹងប្រព័ន្ធបូម Filing Rigid Axle Suspension មុខក្រោយនិងប្រព័ន្ធ Suspension System Adjustment AT 2.0 Off-road Suspension ដែលធ្វើឲ្យ GTV រាជសីហ៍អាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវតាំងពី A រហូតដល់ Z មានទាំង Comfort មានទាំង Stability និងទំនុកចិត្តដ៏រឹងមាំសម្រាប់បងប្អូនខ្មែរយើងផងដែរចំពោះការ design ផ្នែកខាងក្រៅរាងជាទម្រង់ boxy រាងជ្រុងជ្រុងជាមួយនឹងចង្កៀងមុខ2ធំរាងមូលខ្លំដែលជា style បែប classic មើលមកពិតជាអំណាចនិងមានភាពតាក់ទាញខ្លាំងមែនទែនជាមួយនឹងការប្រើប្រាស់ប្រភេទសាក់ស៊ី body on frame ដែលមើលមកខ្ពស់ច្រឡះលេចធ្លោមានមាឌយ៉ាងសង្ហានិងអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការដំណើរការដោយប៉ង2 4x4 ដែលវាស័ក្តិសមនឹងឈ្មោះស្ដេចរាជសីហ៍មែនសម្រាប់ផ្នែកខាងក្នុងវិញគឺវាបានប្រើប្រាស់កៅអីចំនួន5រចនាឡើងយ៉ាងប្រណិតស្បែកពុកកម្រិតខ្ពស់ដែលដេរដោយធ្នេរយ៉ាងផ្ចិតផ្ចង់ជាទីបំផុតរួមជាមួយនឹងបច្ចេកវិទ្យាដែលទំនើបច្រើនផ្សេងទៀតដែលវាជាជម្រើសល្អខ្លាំងសម្រាប់បងប្អូនខ្មែរយើងដែលចូលចិត្តរថយន្ត Off-road បែបប្រណិតទំនើបទាន់សម័យនិយាយរួមទៅគឺថាទំនើបមិនចាញ់រថយន្ត SUV ស៊ីដានលក្ខណៈគ្រួសារឡើយបន្ទាប់ពីមើលវីដេអូរបស់យើងចប់ហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ជាមួយនឹងរថយន្ត GTV រាជសីហ៍មួយនេះបងប្អូនអាចធ្វើការតាក់ទងមកកាន់ក្រុមហ៊ុន GTV Cambodia បានតាមរយៈសាខាណាមួយដែលនៅជិតបងប្អូនជាទីបំផុតដូចឥឡូវនេះអញ្ចឹងខ្ញុំបាទកំពុងតែនៅក្នុង showroom GTV មានជ័យអញ្ចឹងបងប្អូនក៏អាចធ្វើការមកកាន់ showroom GTV មានជ័យក៏បានឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទក៏បានដែរអូខេហើយពីខ្ញុំទៅមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like និងជួយ share អ្នកមួយជួបគ្នានៅវីដេអូក្រោយ